នៅព្រឹកថ្ងៃទី2ខែមិថុនាឆ្នាំ2026អាយដាមអ្នកអង្គការមុំវ៉ាន់ឌីទីប្រឹក្សាសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាអនុប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាតំណាងអាយដាមកតេសង្ឃហបណ្ឌិតគុណគឹមទេសរដ្ឋមន្ត្រីអនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនចែកជូនដល់គ្រួសារអតីតយុទ្ធជនចំនួន206គ្រួសារដែលកំពុងរស់នៅមណ្ឌលអភិវឌ្ឍអតីតយុទ្ធជនមរតកតេជោធិបតីថ្លុកព្រីងស្ថិតនៅឃុំក្រយាស្រុកសន្ទុកខេត្តកំពង់ធំពិធីនេះដែលមានការចូលរួមពីលោកអភិបាលរងខេត្តមេបញ្ជាការតំបន់សឹករងខេត្តកំពង់ធំតំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនខេត្តស្រុកឃុំអាជ្ញាធរពាក់ព័ន្ធនិងតំណាងគ្រួសារអតីតយុទ្ធជនទាំង206គ្រួសារលោកឧត្តមសេនីយ៍តូសំសុនមេបញ្ជាការតំបន់សឹករងកំពង់ធំនិងជាអនុប្រធានប្រចាំការអនកខេត្តឡើងធ្វើសេចក្តីរាយការណ៍ពីបច្ចុប្បន្ននិងវឌ្ឍនភាពនានានៃមណ្ឌលអភិវឌ្ឍអតីតយុទ្ធជនមរតកតេជោធិបតីថ្លុកព្រីងថាមណ្ឌលអភិវឌ្ឍអតីតយុទ្ធជនមរតកតេជោធិបតីថ្លុកព្រីងនេះបានបង្កើតឡើងនៅឆ្នាំ2021មានទំហំដីសរុបមានចំនួន1978ហិកតានិងមានគ្រួសារអតីតយុទ្ធជនមករស់នៅចំនួន206គ្រួសារស្មើនឹង206ខ្នងផ្ទះក្នុងពេលបច្ចុប្បន្ននេះក្រុមការងារសមាគមកំពុងសាងសង់បន្ថែមចំនួន35ខ្នងនិងកំពុងជីកស្រះទឹកទំហំ30ម៉ែត្រគុណនឹង40ម៉ែត្រដើម្បីធានានូវការផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់និងបង្កើនផលថ្លែងក្នុងពិធីចុះសាកសួរសុខទុក្ខនិងនាំយកអំណោយចែកជូនដល់គ្រួសារអតីតយុទ្ធជនចំនួន206គ្រួសារអាយដាមអ្នកអង្គការមុំវ៉ាន់ឌីមានប្រសាសន៍ថាអំណោយទាំងអស់ដែលនាំយកមកចែកជូនបងប្អូនអតីតយុទ្ធជនទាំងអស់នៅថ្ងៃនេះគឺជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនសម្ដេចបវរធិបតីនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីតាមរយៈអាយដាមគុណគឹមទេសរដ្ឋមន្ត្រីអនុប្រធាននិងជាអគ្គលេខាធិការសមាគមបានចាត់ឲ្យលោកជាតំណាងយកមកជូនបងប្អូនទាំង206គ្រួសារនៅទីនេះអាយដាមអ្នកអង្គការមុំវ៉ាន់ឌីមានប្រសាសន៍ថាពិធីនេះមិនត្រឹមតែជាការផ្ដល់ជូនអំណោយប៉ុណ្ណោះទេប៉ុន្តែជាការបង្ហាញពីចិត្តស្មោះត្រង់និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជនទាំងអស់នៅទីនេះអាយដាមអ្នកអង្គការមុំវ៉ាន់ឌីបានរំលឹកពីអតីតកាលប្រទេសជាតិយើងធ្លាប់ឆ្លងកាត់ព្យុះភ្លៀងនានាទាំងសង្គ្រាមទាំងការបាត់បង់ធនធានមនុស្សនិងបាត់បង់ជីវិតប្រជាជនយុទ្ធជនក្លាហានជាច្រើនអ្នកក្នុងរបបប្រល័យពូជសាសន៍ដ៏យង់ឃ្នងទម្រាំតែយើងមានថ្ងៃនេះគឺយើងត្រូវតែដឹងគុណនិងចងចាំជានិច្ចនៅគុណបំណាច់របស់បងប្អូនអតីតយុទ្ធជនទាំងអស់ដែលបានរួមចំណែកក្នុងបុព្វហេតុការពារទឹកដីនិងសន្តិភាពគុណមិនអាចកាត់ថ្លៃបាននៃថ្ងៃរំដោះ7មករា1979ដែលមានសម្ដេចតេជោហ៊ុនសែនជាស្ថាបនិកនៃនយោបាយឈ្នះឈ្នះដោយសម្ដេចបានយកជីវិតធ្វើជាដើមទុនក្នុងការរំដោះប្រទេសចេញពីគុកឥតចិញ្ចៀងរហូតនាំយកសន្តិភាពមកជូនប្រជាជនយើងគ្រប់គ្នាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនចែកជូនបងប្អូននៅថ្ងៃនេះក្នុងមួយគ្រួសារទទួលបានអង្ករ25គីឡូក្រាមមី1កេសទឹកត្រី1យួរទឹកស៊ីអ៊ូវ1យួរត្រីខ1យួរសរង1ក្រមា1ព្រមទាំងថវិកាចំនួន50000រៀលតំណាងអតីតយុទ្ធជនទាំង206គ្រួសារបានបង្ហាញក្តីសប្បាយរីករាយដែលថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់តែងតែចោះជួបសាកសួរសុខទុក្ខធ្វើឲ្យពួកគាត់មានភាពកក់ក្ដៅព្រមទាំងបានបញ្ជាក់ពីឆន្ទៈក្នុងការគាំទ្រសម្ដេចតេជោនិងរាជរដ្ឋាភិបាលជានិរន្តរ៍និងបានជូនពរសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជួបប្រទះនៅពុទ្ធពរទាំង4ប្រការកំបីឃ្លៀងឃ្លាតឡើយ